បាទអញ្ចឹងខែនេះខែ1ចន្ទទីភាគច្រើនបាទគឺមានការចូលរោគរហូតដល់ជ្រុះក្តាប់ស្វិតក្តាប់ទៅទៀតបាទអញ្ចឹងតើយើងត្រូវធ្វើបែបណាបាទដើម្បីឲ្យជំងឺអត់ចូលឬមួយក៏វាចូលដែរវាចូលតិចបាទអញ្ចឹងសម្រាប់ដំណាំចន្ទទីនេះជាក់ស្ដែងគាត់ប្រើប្រាស់ជាមួយខ្ញុំនឹងផលិតផលជាមួយខ្ញុំនេះរយៈពេល4ឆ្នាំហើយបាទហើយរហូតមកដល់ឥឡូវ4ឆ្នាំរហូតមកដល់ឥឡូវនេះគឺគាត់មិនដែលប្រើប្រាស់ថ្នាំរោគម្ដងណាឡើយបាទមិនដែលបាទខ្ញុំនិយាយថាមិនដែលហើយចន្ទទីជាក់ស្ដែងបងប្អូនមើលទៅបាទអត់មានរោគទេអញ្ចឹងតើវិធីសាស្ត្រដែលខ្ញុំធ្វើឲ្យកសិករអត់ចូលរោគនោះគឺបែបណាពីព្រោះតាមពីខែ5រហូតមកដល់ខែ5 2025រហូតដល់ឥឡូវនេះខែ1 2021សម្រាប់ការលក់ថ្នាំរោគខ្ញុំលក់អត់ទាន់បានមួយកេះនៅឡើយទេបាទអត់ទាន់បានមួយកេះនៅឡើយទេបាទមួយកេះមានតែ20ដបណាអត់ទាន់បាននៅឡើយទេគឺតាំងបើសិនជាអត់ចូលរោគចឹងចាំបាច់បង្កើតថ្នាំរោគធ្វើអីបាទមានភ្ញៀវខ្លះគាត់អត់ប្រើប្រាស់ជីថ្នាំខាងខ្ញុំវាចូលរោគអាហ្នឹងគេហៅថាយកទៅដោះស្រាយអញ្ចឹងណាបាទយកទៅដោះស្រាយអញ្ចឹងចការនេះជាក់ស្ដែងគឺអត់ដែរសោះតាក់ទងទៅនឹងថ្នាំរោគណាបាទរហូតដល់ឥឡូវនេះបាទបាញ់វគ្គក្រោយទៀតក៏ខ្ញុំអត់ឲ្យគាត់បញ្ចូលដែរបាទហើយភ្ញៀវដែលប្រើប្រាស់ជីថ្នាំខាងខ្ញុំយ៉ាងទៀងទាត់បាទអត់មានរោគទេបាទអ្នកខ្លះគាត់ឃើញសញ្ញាថាមានដូចថាឥឡូវក្នុងផ្កាមួយក្រៀមបន្តិចមួយអញ្ចឹងគាត់យកទៅកាត់ទៅហើយអានឹងមានដូចជា2នាក់ដែរក្នុងឆ្នាំពាក់កណ្ដាលឆ្នាំ25មករហូតដល់ឥឡូវបាទដូចជាប្រើប្រាស់ថ្នាំរោគនេះខ្ទង់3នាក់បាទឲ្យគាត់បន្តដោះមកខេះទេបាទអញ្ចឹងតើវិធីសាស្ត្ររបស់ខ្ញុំធ្វើមិនដើម្បីកុំឲ្យដំណាំហ្នឹងចូលរោគឬមួយក៏ចូលដែរយើងថាចូលតិចព្រោះតែឥឡូវគេចូលរោគ100យើងចូលតែ10 20តែប៉ុណ្្នឹងទេបាទវិធីសាស្ត្រធ្វើមិនបាទវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំប្រើប្រាស់ជីធម្មជាតិបាទដែលមានពពុះ NPK ហើយនឹងមីក្រូធាតុទាំង4បាទមានដែកទុំដែងម៉ង់កាណេះនិងស័ង្កសីបាទយើងប្រើបាញ់លើវាបាញ់ដើម្បីអីដើម្បីឲ្យពពុះមីក្រូធាតុហ្នឹងទៅធ្វើឲ្យកោសិការបស់ដំណាំនេះវារឹងមាំឲ្យវាមានអាហារនៅក្នុងនេះច្រើនដើម្បីពេលដែលវាមានជួបបំរែបំរួលអាកាសធាតុណាមួយគឺវាយកអាហារហើយណាស្លឹកនេះវាធន់ជាមួយនឹងបំរែបំរួលអាកាសធាតុពីព្រោះនៅពេលដែលអាកាសធាតុចាប់ផ្ដើមតាជាវាត្រូវការស័ង្កសីដែលមានដែលនៅក្នុងមីក្រូធាតុជីបំពងហ្នឹងហើយអញ្ចឹងណាបាទស័ង្កសីមកប្រភេទទឹកដើម្បីឲ្យវាមានចលនាទឹកដោះដូរនៅពេលដែលក្តៅអញ្ចឹងវាត្រូវការពួកដែកដើម្បីប្រភីជាទឹកហ្នឹងអញ្ចឹងវាធ្វើឲ្យដំណាំអត់ហ្នឹងអត់ stress ទេវាបង្កើនការផលិតអាហារហើយយើងធ្វើឲ្យវាក្រាស់បាទនៅក្នុងដំណាំនេះបងប្អូនបាទវាមានភាពរលាស់របស់វាដូចយើងជិះលើស្ពានហើយស្ពានយើងទិលបាទកាលណាវាក្រាស់យើងចាប់ទៅបងប្អូនបាទអញ្ចឹងយើងត្រូវធ្វើឲ្យស្លឹកវានេះបាទធំរលោងបៃតងក្រមៅហើយមានសភាពក្រាស់បាទបងប្អូនចាប់អាលាស់ជើងដូចកស៊ូអញ្ចឹងកាលណាកោសិកាវារឹងមាំហើយជំងឺអត់ងាយចូលទេបងប្អូនទោះបីជាមានការបំរែបំរួលខ្លាំងប៉ុណ្ណាក៏ដោយអត់ងាយចូលទេបងប្អូនតាំងតើធ្វើមិនបានជីមិនបានល្អខ្ញុំផ្ដល់យោបល់ឲ្យបងប្អូនរកជីបំពន់ដែលជាជីធម្មជាតិមាន NPK នៅក្នុងហ្នឹងហើយមីក្រូធាតុទាំង4មានដែកទុងដែងម៉ង់កាណេះនិងស័ង្កសីបាទ7ហ្នឹងបាទបងប្អូនប្រើប្រាស់ជីថាងទិញមកពីណាបានល្អបងប្អូនប្រើប្រាស់ជីដែលស្ថិតនៅក្នុងក្រុមហ៊ុនដែលធ្វើការដោយប្រើប្រព័ន្ធហេតុអីបានជាទៅរកក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធពីព្រោះក្រុមហ៊ុនដែលប្រើប្រាស់នៅប្រព័ន្ធគឺជាក្រុមហ៊ុនដែលធ្វើទីផ្សារធំជាងគេលើពិភពលោកអញ្ចឹងជីនៅក្នុងក្រុមហ៊ុនបែបហ្នឹង10ល្អទាំង10 20ល្អទាំង20 30ល្អទាំង30 50ល្អទាំង50 100គឺល្អទាំង100គឺថាបើនិយាយអញ្ចឹងតើក្រុមហ៊ុនជីគេផ្សេងវាអត់ល្អទេអត់មានប៉ុន្តែ10มันអាចល្អទាំង10ទេ
10មិនអាចល្អទាំង10ទេតែបើក្រុមហ៊ុនដែលប្រើ system ប្រើប្រព័ន្ធខ្ញុំហ៊ានធានាថា10ល្អទាំងអស់បងប្អូនយកទៅបាញ់វាទៅបាទហែដោយដកឃ្លាត្រឹមតែដូចចន្ទទីនេះចាក់ស្ដែងភ្ញៀវរបស់ខ្ញុំអត់ឲ្យបាញ់ក្រោម10ថ្ងៃទេបងប្អូនជាទូទៅក្នុងខែនេះខ្ញុំឲ្យបាញ់2អាទិត្យបានន័យថា14ឬ15ថ្ងៃម្ដងបើសិនជាខុសខែប្រមូលផលឲ្យគាត់បាញ់1ខែទៅ2ខែឬមួយ1ខែកន្លះអញ្ចឹងណាបងប្អូនដើម្បីយើងបាញ់ទៅដើម្បីឲ្យធ្វើឲ្យប្រព័ន្ធកោសិការបស់ដំណាំនោះវារឹងមាំកាលណាវារឹងមាំអត់ងាយចូលជំងឺទេបងប្អូនបាទហើយខ្ញុំធ្វើវិធីសាស្ត្រនេះមកច្រើនឆ្នាំហើយគឺទទួលបានជោគជ័យបានន័យថាភ្ញៀវដែលតាមប្រើរបស់ខ្ញុំជាហែមកគឺអត់ទាន់មានភ្ញៀវណាមួយដែលចូលជំងឺរហូតដល់គ្រីមក្តឹបអីទេបងប្អូនអត់មានទេបងប្អូនទៅមើល page របស់ខ្ញុំទៅហើយខ្ញុំថតក្តឹបឲ្យមើលគឺអត់មានទេអញ្ចឹងយើងធ្វើឲ្យវាមានអាហារច្រើនហើយវាធ្វើឲ្យប្រព័ន្ធស្លឹកនេះវារឹងមាំអញ្ចឹងណាបងប្អូនកាលណាវារឹងមាំវាដូចខ្ញុំប្រាប់ពីដើមទៅកាលណាវាទប់ទល់ជាមួយបំរែបំរួលអាកាសធាតុបានវាមានកម្លាំងដូចមនុស្សយើងខ្លះអត់ដាស់ស្រាយឃើញទេមនុស្សខ្លះដល់តែប្រព័ន្ធការពាររបស់គាត់ក្នុងនោះវារឹងមាំហើយអញ្ចឹងអ្នកខ្លះគឺងាយនឹងឆ្លងដាស់ស្រាយអញ្ចឹងដោយសារតែអាប្រព័ន្ធការពារនៅក្នុងនោះអញ្ចឹងដើម្បីធ្វើឲ្យដំណាំរបស់យើងអត់មានចូលរោគឬមកក៏ចូលរោគដែរចូលរោគតិចបាទយើងត្រូវធ្វើឲ្យប្រព័ន្ធកោសិការបស់ដំណាំគឺវារឹងមាំ